រុនទះកាន់តែសាហាវបាញ់ត្រីចំកសិករម្នាក់ធ្លាក់ពីលើគោយន្តស្លាប់ភ្លាមៗនៅក្នុងចំការដំឡូងខេត្តបាត់ដំបងកសិករម្នាក់ត្រូវរុនទះបាញ់ធ្លាក់ពីលើគោយន្តកន្ត្រៃបណ្ដាលឲ្យស្លាប់ពេលកំពុងបើកគោយន្តចេញពីក្នុងចំការដំឡូងមីកាលពីវេលាម៉ោង 4:40 នាទីល្ងាចថ្ងៃទី 24 ខែឧសភានៅក្នុងចំការដំឡូងមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងក្បាលស្វាឃុំឃ្លាំងមាសស្រុកបវលសេចក្តីរាយការណ៍របស់សមាជិកកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះធឿនភ័ក្រភេទប្រុសអាយុ 28 ឆ្នាំរស់នៅភូមិឃុំកាត់ហេតុជនរងគ្រោះត្រូវបានរុនទះបាញ់ស្លាប់ពេលកំពុងបើកបរគោយន្តចេញពីក្នុងចំការក្នុងគោលបំណងត្រឡប់ទៅផ្ទះមុនពេលមេឃភ្លៀងបើតាមសារសីនិយាយថាមុនពេលកាត់ហេតុមេឃគ្រាន់តែខ្មៅតែមិនទាន់ធ្លាក់ភ្លៀងទេពេលនោះគេឃើញជនរងគ្រោះបើកគោយន្តចេញពីក្នុងចំការដំឡូងតែទើបចេញបានប្រហែល 50 ម៉ែត្រស្រាប់តែមានផ្គររុនទះលាន់ក៏ក្រៅមេឃហើយភ្លាមនោះគេឃើញជនរងគ្រោះធ្លាក់ពីលើគោយន្តលុះគេនាំគ្នាទៅមើលឃើញជនរងគ្រោះស្លាប់បាត់ទៅហើយសារសីបញ្ជាក់ប្រាប់សមាជិកកិច្ចថាជនរងគ្រោះបានបើកគោយន្តក្នុងគោលបំណងទៅដឹកដំឡូងនិងដឹកមនុស្សប៉ុន្មានអ្នកទៀតត្រឡប់ទៅផ្ទះតែបើកចេញពីចំការមិនទាន់បានប៉ុន្មានម៉ែត្រផងក៏ត្រូវបានរុនទះបាញ់ស្លាប់ល្មមអធិការស្រុកបវលលោកសុកសរិនបានប្រាប់ថាក្រោយរុនទះបាញ់ជនរងគ្រោះស្លាប់ក្នុងចំការមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំងធ្វើឲ្យមន្ត្រីជំនាញរបស់លោកជួបការលំបាកក្នុងការធ្វើដំណើរទៅពិនិត្យកន្លែងកើតហេតុម្យ៉ាងដោយសារយប់ជ្រុលផងប៉ុន្តែយ៉ាងណាលុះដល់ព្រឹកថ្ងៃទី 25 ខែឧសភាទើបមន្ត្រីជំនាញចុះទៅកន្លែងកើតហេតុតាមរយៈការជិះគោយន្តកន្ត្រៃព្រោះផ្លូវធ្វើដំណើរជួបការលំបាកខ្លាំងណាស់